តកតងទៅនឹងបញ្ហាចំនួនព្រំដែននេះគឺដោយអាដាមបានលើកឡើងគឺមានការប៉ះពាល់ធំធេងមែនទែនតកតងទៅនឹងសិទ្ធិព្រោះនៅពេលដែលយើងនិយាយអំពីសិទ្ធិយើងនិយាយអំពីការរស់រានមានជីវិតការប្រកបរបរទទួលទានអញ្ចឹងពេលដែលមានសង្គ្រាមកើតឡើងផ្លូវកាយផ្លូវចិត្តអារម្មណ៍របស់ផងគាត់ហ្នឹងគឺតែងតែមានការព្រួយបារម្ភច្រើនទីមួយតកតងការខូចខាតទ្រព្យសម្បត្តិអាយុជីវិតក៏ដូចជាសុខភាពក៏ដូចជាការអប់រំចំពោះកុមារយើងឃើញថាផ្នែកសេដ្ឋកិច្ចរបស់ផងគាត់ឬក៏ទ្រព្យសម្បត្តិរបស់ផងគាត់ត្រូវបានខូចខាតហើយកុមារឬក៏កូនរបស់ប្រជាពលរដ្ឋដែលគាត់ជាពិសេសនៅតាមដោយជីដែរដែលគាត់ប៉ះពាល់ផ្ទាល់ហ្នឹងគឺគាត់អាចទទួលបាននៅការអប់រំឬក៏ការសិក្សាដែលជាមូលដ្ឋានជាផ្នែកមួយនៃមូលដ្ឋានរបស់មនុស្សដែរហើយតកតងទៅនឹងសុខភាពចាភាគច្រើនយើងឃើញថាសុខភាពផ្លូវចិត្តរបស់ផងគាត់មានការផិតភ័យហើយគាត់មានការព្រួយបារម្ភច្រើនតកតងទៅនឹងការរំខានដោយសំឡេងឬក៏ការរវល់តែរត់គេចពីក្របផ្លោងឬក៏អីហ្នឹងអញ្ចឹងយើងឃើញថាមានការប៉ះពាល់ធំធេងមែនទែនហើយសង្គ្រាមនៅចំពេលដែលភ្លៀងធ្លាក់ខ្លាំងយើងឃើញថាគាត់រត់មកទាំងទឹកជោកហើយមកនៅក្នុងតង់យើងឃើញថាក៏មិនមានការគ្របអីមមួនល្អដែរយើងឃើញថាភាគច្រើនមានការលំបាកខ្លាំងមែនតើតកតងសិទ្ធិនៅក្នុងការទទួលបាននៅអាហារគ្រប់គ្រាន់ឬក៏ការបរិភោគដែលប្រកបដោយសុខភាពល្អសុខុមាលភាពហ្នឹងក៏សង្កេតឃើញថាភាគច្រើនគាត់អត់ទទួលបានដែរក្នុងការទទួលបាននៅអាហារហូបចុកអីហ្នឹងចាអញ្ចឹងមានផលប៉ះពាល់ច្រើនមែនតើនៅក្នុងការដែលគាត់ជួបប្រទះនៅបញ្ហាសង្គ្រាមហ្នឹងហើយជាពិសេសដែលសំខាន់ហ្នឹងគឺអ្នកដែលគាត់អស់ផ្ទះអស់សម្បែងអស់ដីធ្លីចាដែលគាត់ខំប្រឹងប្រែងរកសង្ឃាមួយជីវិតរបស់គាត់ហើយគាត់ត្រូវបានអស់ផ្ទះសម្បែងខូចខាតអ្នកខ្លះត្រូវគ្រាប់ផ្លោងមកចំអញ្ចឹងគាត់អត់មានទីជម្រកហើយអ្នកខ្លះទៀតអស់ទាំងដីទាំងផ្ទះទៅទៀតចាហើយក៏មានអ្នកខ្លះទៀតក៏អស់ទាំងជីវិតដែរដោយសារការផិតភ័យខ្លាំងពេកអញ្ចឹងធ្វើឲ្យគាត់នឹងធ្លាក់ខ្លួនឈឺបាទអញ្ចឹងពេលដែលគាត់ធ្លាក់ខ្លួនឈឺគាត់រ៉ាំរ៉ៃហើយក៏ឮតាមបណ្ដាញសង្គមភាគច្រើនមានការស្លាប់ដែរនៅពេលដែលគាត់មានសុខភាពមិនសូវល្អហើយគាត់អាចទ្រាំទ្រនៅកម្រិតនៃការភៀសខ្លួនហ្នឹងរត់ចុះរត់ឡើងភ័យគេមិនលក់បាយមិនបានហ្នឹងគឺប៉ះពាល់ដល់ការសិទ្ធិរស់នៅសិទ្ធិរស់រានសិទ្ធិនៅក្នុងការទទួលបាននូវសុខុមាលភាពទាំងផ្លូវកាយផ្លូវចិត្តទាំងរបបអាហារទាំងសេដ្ឋកិច្ចជីវិតគ្រួសាររបស់ផងគាត់ហ្នឹងគឺវាប៉ះពាល់ខ្លាំងចា៎បាទអរគុណច្រើននៅនាងសុទ្ធវីយើងឃើញនាងសុទ្ធវីលើកឡើងពីចំណុចមួយចំនួនតកតងជាមួយនឹងផលប៉ះពាល់ជាពិសេសសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋជាពិសេសជនភេសកដោយសារសង្គ្រាមប៉ុន្តែខ្ញុំឃើញផលប៉ះពាល់ប៉ុន្តែយើងឃើញរូបភាពមួយផ្សេងទៀតយើងឃើញបងប្អូនប្រជាពលរដ្ឋខ្មែរហើយរួមទាំងរដ្ឋាភិបាលផងដែរឃើញមានការគៀងគរគ្នាជាសម្ភារៈបាទជាសម្ភារៈនៅរបស់ហូបចុកអីផ្សេងៗដើម្បីជួយជនភេសកប៉ុន្តែមិនត្រឹមតែជនភេសកទេទៅដល់កងទ័ពរបស់ប្រទេសកម្ពុជាផងដែរចំណុចទាំងអស់នេះសម្រាប់អាដាមវ៉ាន់រ៉ាយល់យ៉ាងម៉េចដែរក្នុងទម្រង់នោះហើយយើងឃើញថាមានប៉ុណ្ណឹងហើយប៉ុន្តែនៅតែមានខ្វះប្រជាពលរដ្ឋមួយចំនួនទៀតថាខ្វះខាតមិនបានពេញបបោយជាដើមបាទសូមអរគុណចំពោះសំណួរនេះចំពោះការជួយជនភេសកនេះគឺជាទូនាទីកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលហើយក៏មានការជួយដោយស្ម័គ្រចិត្តពីសប្បុរសជនមួយចំនួនបាទភាគច្រើនចុះបាទទាំងក្នុងប្រទេសនិងក្រៅប្រទេសបាទទាំងជាតិនិងអន្តរជាតិបាទគាត់បានគេហៅថាស្រស់ស្រួលគ្នាបាទសហការគ្នាសាមគ្គីគ្នាជួយគ្នាបាទជួយជនភេសកក្នុងគណៈពេលនោះបាទចំពោះការជួយបាទជនភេសកនេះផងដែរយើងឃើញថាទោះបីជាមានជនភេសកមួយចំនួនគាត់ទទួលបានជំនួយមិនគ្រប់គ្រាន់
bà đại sa tại ca chui bỏ để cho thay bà giờ nó nơi miền cầm rất hỏi nam môi điคือจะสังเกตได้มันบานเปลี่ยนตกจังเด็กบ่าเยอะมันมีเจตนาด้วยก่อนมันกัดทานมีสังเกตกับลางเตงจังกาช่วยนี่คือตาคือลงลักษณะพริมคือทายืนเพื่อตามหลักเพียบบ่าลายละออกบ่พอดได้ยังอาช่วยบานให้สังคมทาบอกโอนจนเพียบสักตะอ้อยกเจียสายดอแล้วเด็กทำบาดของได้บ่า បាទអរគុណច្រើនហើយដាំយើងឃើញសម្រាប់មើលឃើញពីខ្ញុំវិញឃើញថាការសហការនេះគឺជាផ្នែកមួយដ៏ល្អហើយវាជាការបង្ហាញពីចំណងការរួបរวมគ្នារវាងពលរដ្ឋហើយនិងរដ្ឋាភិបាលក្នុងការជួយទោះបីក្នុងទំហំណាមួយប៉ុន្តែយើងឃើញជាកម្លាំងសាមគ្គីដ៏ធំមួយរវាងខ្មែរនិងខ្មែរដើម្បីជួយជនភៀសសកក៏ដូចជាជួយទៅដល់វិរៈកងទ័ពបងសុធាវីមានអីថែមទេបងចាអរគុណច្រើនហ្នឹងហើយអញ្ចឹងនៅពេលដែលមានសង្គ្រាមកើតឡើងយើងហៅថាជារឿងដែលมันបានព្រៀងទុកហើយវាកើតឡើងដោយយើងអត់បានដឹងមុនទេបាទអញ្ចឹងហើយបានជានៅថ្នាក់ជាតិនៃប្រទេសនីមួយៗគេតែងតែមានគេហៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិនៃប្រទេសនីមួយៗដែលគាត់តែងតែមានថវិកាបំរុងសម្រាប់ជួយទៅដល់អ្នកដែលគាត់រងគ្រោះដោយទឹកជំនន់ឬដោយខ្យល់ព្យុះឬក៏ដោយភ្លើងឆេះផ្ទះឬក៏ដោយហេតុការណ៍អីណាមួយដែលយើងអត់បានដឹងទុកមុនហ្នឹងគឺថ្នាក់ជាតិត្រូវតែមានកញ្ចប់ថវិកាហ្នឹងសម្រាប់ជួយដល់ជនរងគ្រោះហើយជាក់ស្ដែងយើងឃើញថាដោយអាដាមបានលើកឡើងរាជរដ្ឋាភិបាលនៃប្រជាណាចក្រកម្ពុជាឬក៏គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះខ្ញុំសង្កេតឃើញថាថវិកាជាតិក៏មានភាពខ្សាន់ខ្សោយហើយថវិកាដែលជួយទៅដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយហ្នឹងក៏មានកម្រិតដែរប៉ុន្តែមានចិត្តរំភើបនៅពេលដែលឃើញប្រជាពលរដ្ឋជាច្រើនអ្នកជំនួញឬក៏ប្រជាពលរដ្ឋទូទៅហ្នឹងគឺមានចិត្តឆេះឆួលនៅក្នុងការរៃអង្គាសគ្រប់ទីកន្លែងមានការរៃអង្គាសនៅក្នុងការប្រម៉ែប្រមូលស្បៀងសម្រាប់ជួយដល់ជនភៀសសឹកក៏ដូចជាវិរៈកងទ័ពនៅតាមខ្សែជួរមុខហ្នឹងប៉ុន្តែអ្វីដែលពិបាកគ្រប់គ្រងហើយនឹងមើលទៅឃើញថាវាមិនទាន់បានប្រសើរនៅឡើយហ្នឹងគឺពាក់ព័ន្ធទៅនឹងការចែកចាយសម្ភារៈឬក៏របស់របរភៀសសម្រាប់ឲ្យជនភៀសសឹកឬក៏ដល់អ្នកជួរមុខហ្នឹងគឺអត់បានប្រកបដោយតម្លាភាពនៅឡើយទេពីព្រោះកាលពីបាញ់គ្នាលើកទី1ថ្ងៃទី24ដល់27 28ហ្នឹងខែកក្កដាហ្នឹងយើងឃើញថាមានការស្លន់ស្លោមែនតើហើយប្រជាពលរដ្ឋខ្លះដែលគាត់នៅជួរមុខហ្នឹងគាត់អត់មានសូម្បីតាម៉ូតូឬក៏គោយន្តគាត់អត់មានទេអត់មានសម្ភារៈដឹកជញ្ជូនចេញពីភូមិអីចឹងគាត់មានរត់ចូលត្រង់សេចាហ្នឹងជាអ្វីដែលគាត់រៀបរាប់ប្រាប់ហើយព្រោះខាងអង្គការ ACT បុគ្គលិកមន្ត្រីរបស់ផងយើងបានចុះទៅពីថ្ងៃ10ដល់ថ្ងៃ16ខែសីហាហើយថ្ងៃទី1ដល់ថ្ងៃទី6ហ្នឹងក៏យើងបានចុះទៅសួរសុខទុក្ខដែរចាហើយនៅពេលហ្នឹងឯងអ្នកខ្លះគាត់រៀបរាប់ថាគាត់អត់អាចមានយានយន្តឬក៏អីដឹកមកភៀសសឹកមួយគេមួយឯងទេដឹកទ្រព្យចានិយាយចំវាដឹកតែខ្លួនហ្នឹងណាអ្នកខ្លះគាត់មកតែខ្លួនគាត់ថាខ្ញុំស្លៀកតែមកកាផ្លែណាមកចកេះឆ្អេះខ្លួនហ្នឹងគាត់និយាយចឹងចាព្រោះគាត់អត់មានអីសោះមកចកេះឆ្អេះខ្លួនមានតែមកកាផ្លែហ្នឹងគឺរត់ទៅអង្គទៅឯងចាអាហ្នឹងសម្រាប់អ្នកដែលគាត់សុំអ្នកចិត្តខាងជីគោយន្តមកបានប៉ុន្តែគាត់ត្រូវចែកជួយថ្លៃសាំងគោយន្តថ្លៃអីគេចឹងណាចាហើយអ្នកខ្លះទៀតក៏គាត់អត់មានលុយគាត់ជពាក់រហូតដល់ឥឡូវតាំងពីខែ7រត់ភៀសសឹកមករហូតដល់ខែ12យើងបានទៅជួបគាត់នៅខេត្តដំជេខេត្តព្រះវិហារហ្នឹងគាត់ថាគាត់អត់តមានថវិកាសម្រាប់សងលុយថ្លៃគោយន្តនៅពេលដែលគាត់រត់មកឯងចាព្រោះអីគាត់អត់មែនតែនចាគាត់ជានិយាយចាំទៅកុមារព្រោះគាត់ការតាំងអាយុ5 10ហើយគាត់មានកូនហើយអាយុ7 10គាត់លែងលះហើយគាត់នៅចិញ្ចឹមកូននឹងជាមួយម្ដាយហើយគាត់អត់មានបានរកប្រកបរបរទទួលទានដើម្បីមកចិញ្ចឹមជីវិតអីកើតទេព្រោះគាត់ជាប់មើលកូនអញ្ចឹងណាអញ្ចឹងគ្នាអត់មានអីទេហើយគាត់រៀបរាប់មកថាគាត់ដឹងទៅណាមានរត់ចូលត្រង់សេហើយនៅពេលដែលរៀងស្ងាត់ស្ថានភាពរៀងស្ងាត់ទៅគេថាឲ្យរត់ទៅអញ្ចឹងក៏ដល់មានឡានមានគោយន្តអីអ្នកខ្លះគ្នាដល់ទៅមកពីព្រៃព្រោះអ្នកខ្លះគ្រួសារគាត់យកគោយន្តចូលព្រៃទៅធ្វើចការធ្វើអី
ដល់ពេលមានរឿងកើតឡើងមួយនាំគ្នារត់ជ្រកគ្រប់គ្នា បាទ ចាអញ្ចឹងមានបញ្ហាលំបាកមែនតើហើយនៅពេលដែលខ្ញុំទៅភាសឹកដំបងនៅខេត្តសីហាហ្នឹងយើងទៅបានតែត្រឹមខេត្តសៀមរាបទេចាហើយនៅទីនោះយើងសម្ភាសទៅយើងឃើញថាអ្នកភាសឹកនៅខាងតំបន់ខាងសៀមរាបខាងផ្លូវ60ម៉ែត្រហ្នឹងគាត់បានលើកឡើងថាគាត់ទទួលបានគ្រប់គ្រាន់មានចក្រានមានឆ្នាំងមានកតបកុមារមានអីគ្រប់គ្រាន់អញ្ចឹងណាគាត់ថាគាត់សប្បាយចិត្តថាទោះបីមានបញ្ហាតែមានការផ្ដល់អាហារផ្ដល់អីមួយថ្ងៃ3ពេលអីអញ្ចឹងឲ្យគ្រប់គ្រាន់ប៉ុន្តែនៅពេលដែលខ្ញុំចូលទៅដល់រៀងគៀកបន្តិចនៅកន្លែងដែលមានបញ្ហាមានសង្គ្រាមហ្នឹងមានច្រើនមែនតើដែលគាត់មានបញ្ហាខ្វះស្បៀងអាហារមានបញ្ហាប៉ះពាល់ដោយសារគាត់អាចចេញមកពីកន្លែងមានចំនួននឹងបានហើយគាត់នៅតែក្នុងត្រង់សេហើយនៅពេលដែលគាត់ស្ថានភាពរៀងប្រសើរឡើងគាត់អាចត្រឡប់មកវិញកើតទេគាត់ព្រោះគាត់គិតរឿងស្រែចការគាត់ចាស្រែចការគាត់នឹងច្រើនហើយគាត់ត្រូវប្រមូលផលហើយគាត់បានប្រមូលផលហើយអញ្ចឹងមានបញ្ហាច្រើនហើយមួយទៀតអ្នកខ្លះអ៊ំខ្លះគាត់ថាគាត់រហូតដល់ឥឡូវគាត់អត់ទាន់បាត់ឈឺឡើយទេព្រោះគាត់រងទទួលឥទ្ធិពលនៃផ្សែងពុលចាផ្សែងពុលហ្នឹងវាប៉ះពាល់ដល់សុខភាពហើយគាត់ឡើងទៅមើលដល់សៀមរាបហើយត្រឡប់មកវិញពេទ្យឲ្យមកនៅផ្ទះហើយគាត់ថានៅគាត់អត់តាន់ធូរគាត់នៅធ្វើទុកដូចធីងធងងីងើអីអញ្ចឹងស្ថានភាពហ្នឹងគឺការបែងចែកទៅលើសម្ភារៈឬក៏របស់របរដែលត្រូវផ្ដល់ដល់ជនរងគ្រោះឬក៏តបតាហ៊ាននៅជួរមុខហ្នឹងខ្ញុំនៅសង្កេតឃើញថាយើងអត់ទាន់បានផ្ដល់ឲ្យបានប្រកបដោយតម្លាភាពទេអ្នកដែលគាត់នៅរៀងគៀកយើងបានផ្ដល់ឲ្យហើយអ្នកដែលគាត់នៅឆ្ងាយគាត់អត់ទទួលបានទេហើយមានរឿងរ៉ាវជាច្រើនដែលភាពដែលមិនប្រក្រតីនៅក្នុងដំណើរការផ្ដល់ជូនហ្នឹងវាអត់អាចគ្រប់គ្រាន់សម្រាប់ជនរងគ្រោះក៏ដូចជាតបដែលគាត់នៅជួរមុខហ្នឹងចាបងសូមបាទជិតបាទសូមអរគុណលោកស្រីសុធាវីបាទយើងឃើញថាពេលដែលកំពុងមានចំនួនមានសង្គ្រាមជាមួយថៃហ្នឹងជនពិសឹកកម្ពុជាមានចំនួនច្រើនមែនតើបាទដល់60,000ជាងអ្នកបាទ60,000ជាងអ្នកនេះជាចំនួនមួយដែលរដ្ឋាភិបាលយើងមិនរំពឹងទុកថានឹងមានចំនួនច្រើនដល់ថ្នាក់ហ្នឹងទេហើយឆ្លៀសក្នុងឱកាសនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់អង្គការរបស់លោកស្រីអង្គការសង្គមស៊ីវិលបាទបងប្អូនជនរួមជាតិទាំងអស់បាទទាំងបងប្អូនជនបរទេសមួយចំនួនដែលគាត់បានជួយបាទរាជរដ្ឋាភិបាលជួយជនពិសឹកក្នុងគណៈពេលលំបាកនេះបាទចាជាក់ស្ដែងជាការអង្កេតមើលណាបាទជនរងគ្រោះជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជ័យដែនគាត់មានការរងគ្រោះហ្នឹងច្រើនទី1ខូចខាតទ្រព្យសម្បត្តិរបស់គាត់មួយទៀតគាត់អាចទៅប្រកបរបរទទួលទានឬក៏ប្រមូលផលអីរបស់គាត់បានក្នុងអំឡុងពេលដែលគាត់ត្រូវប្រមូលផលដើម្បីបានថវិកាហ្នឹងទៅសងធនាគារវិញពីព្រោះភាគច្រើននៃពួកគាត់គឺសុទ្ធតែអ្នកជាប់បំណុលបាទហើយកូនរបស់ផងគាត់ហ្នឹងត្រូវទៅរៀនសូត្រចាអញ្ចឹងតកតងទៅនឹងសិទ្ធិមួយចំនួនរបស់ផងពួកគាត់ខ្ញុំនៅសង្កេតឃើញថាមានការរដ្ឋបិទច្រើននៅពេលដែលគាត់ទទួលរងការឈឺចាប់ហើយគាត់អត់ទាន់បានមានសំណងអីណាមួយដែលជាក់លាក់នៅពេលដែលគាត់រងការខូចខាតឬក៏នៅពេលដែលកំពុងតែជួបនៅបញ្ហាខ្វះខាតខ្លាំងក្នុងអំឡុងពេលដែលកំពុងតែបាញ់គ្នាហ្នឹងហើយនៅពេលដែលគាត់បរោះឬក៏លើកឡើងបញ្ចេញមតិតាមបណ្ដាញសង្គមពីព្រោះការរាយការណ៍ជួនកាលក៏រាយហើយប៉ុន្តែអត់ទាន់មានយន្តការណាមួយនៅក្នុងការដោះស្រាយជូនពួកគាត់ទេបាទអញ្ចឹងសិទ្ធិរបស់គាត់បញ្ចេញតាមបណ្ដាញសង្គមបញ្ចេញទៅតាមការប្រាប់ទៅញាតិមិត្តរបស់គាត់តាមរយៈទូរស័ព្ទអីផ្សេងអញ្ចឹងខ្ញុំនៅសង្កេតឃើញថាមានការគម្រាមកំហែងឬក៏អប់រំណែនាំពីអាជ្ញាធរមួយចំនួនហ្នឹងគឺហាមអត់ឲ្យគាត់និយាយទេកុំឲ្យខូចមុខមាត់ប្រទេសជាតិឬក៏ការគ្រប់គ្រងរបស់ផងគាត់នៅក្នុងតំបន់ហ្នឹងចាហើយខ្ញុំជឿថាមានមេភូមិមេឃុំនៅតាមសហគមន៍ច្រើនដែលគាត់ប្រមូលពីបញ្ហានៃការខូចខាតហ្នឹងហើយរាយការណ៍មកថ្នាក់ជាតិប៉ុន្តែ
យើងឃើញថាយន្តការនៅក្នុងការទៅដោះស្រាយទៅដោះណាក្រុមជាតិឬក៏តាមមូលដ្ឋានហ្នឹងនៅអត់ទាន់បានទូលំទូលាយឆ្លើយតបឲ្យបានលះតាន់ចិត្តនៅឡើយទេចាអញ្ចឹងហើយធ្វើឲ្យគាត់ហ្នឹងមានការលំបាកអញ្ចឹងយើងដឹងថាអ្នកដែលគាត់លំបាកគឺគាត់តែងតែចេញអេយ៉ាបតដែលមិនសូវជាសមស្របអាចថាជាងការទៅរៀងសំដីធំតូចឬក៏គាត់ទៅជាជេរទៅជាអីអញ្ចឹងណាចាអញ្ចឹងវានាំឲ្យមានបញ្ហាមួយទៀតតកតងទៅនឹងការប្រមាថការអីប៉ុន្តែក្នុងនេះខ្ញុំចង់និយាយតកតងនៅក្នុងការបញ្ចេញមតិឬក៏អីហ្នឹងចានឹងខ្ញុំនៅសង្កេតឃើញមានការរដ្ឋបិទសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិលើកឡើងពីការបាត់បង់ខូចខាតផ្ទះសម្បែងក៏ដូចជាពិសេសអ្នកសារព័ត៌មានចាអ្នកសារព័ត៌មានមួយចំនួនធំដែលគាត់ត្រូវទៅយកព័ត៌មានគឺគាត់អាចទៅយកព័ត៌មានបានទេអញ្ចឹងធ្វើឲ្យមានការបាត់បង់ព័ត៌មាននឹងច្រើនហើយបើយើងមើលពីព័ត៌មានថ្នាក់ជាតិមួយចំនួនបញ្ចេញទៅមានភាពយឺតយ៉ាវឬក៏មិនទាន់សភាពការដែលធ្វើឲ្យមតិមហាជនដែលគាត់ចង់ដឹងពីស្ថានភាពពីសុខទុក្ខអ្នកដែលនៅតាមជីដែរហ្នឹងយើងឃើញថានៅមានលក្ខណៈហ្នឹងរដ្ឋបិទហ្នឹងច្រើនហើយក៏យើងនៅតែអង្កេតឃើញថាមានការចាប់ចងឬក៏មានការឃុំខ្លួនដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានដែលគាត់លើកឡើងអំពីបញ្ហាព្រំដែនហ្នឹងគឺត្រូវបានគម្រាមកំហែងដោយការចាប់ចងអីជាដើមបាទអរគុណច្រើននេះផងដែរឃើញអាដាមគាត់បានលើកឡើងពីចំណុចមួយចំនួនតកតងជាមួយនឹងលក្ខណៈដែលគួរកម្រិតសិទ្ធតាមនីមួយៗហើយក្នុងខ្ញុំកត់សម្គាល់ចំណុចមួយតកតងជាមួយនឹងការកម្រិតសិទ្ធយើងឃើញការប៉ះទង្គិចគ្នាលើកទី1រវាងប្រទេសកម្ពុជានិងប្រទេសថៃយើងឃើញថាការផ្សព្វផ្សាយក៏ដូចជាការចែករំលែកតកតងជាមួយនឹងការកម្រិតសិទ្ធក្នុងការរាយការណ៍អីផ្សេងៗខ្ញុំជាការកត់សម្គាល់របស់ខ្ញុំឃើញមានលក្ខណៈមិនបានទូលំទូលាយហើយជាលទ្ធផលយើងឃើញអ្នកសារព័ត៌មានមួយចំនួនក៏ប្រជាពលរដ្ឋមួយចំនួនរងនៅផលចេះក៏ដូចជាការជាប់នៅបណ្ដឹងរហូតដល់មានការកាត់ទោសអីថ្មីនេះឃើញអ្នកសារព័ត៌មាន2រូបនៅខាងតុលាការសៀមរាបកាត់ទោសទៅដល់អ្នកសារព័ត៌មាន2រូបហើយអាហ្នឹងជាលទ្ធផលនៃចំនួនលើកទី1ប៉ុន្តែនៅចំនួននៅពេលប៉ះទង្គិចគ្នាលើកទី2នៅក្នុងខែធ្នូនេះឆ្នាំ2025កន្លងទៅនេះយើងឃើញមានសេចក្តីណែនាំជាក់លាក់តាក់ទងជាមួយនឹងការហាមឃាត់ថតរូបការចល័តតបចល័តសពាវុធអីខ្ញុំឃើញមានការណែនាំច្បាស់លាស់ហើយតាំងពីក្រសួងការពារជាតិពីក្រសួងព័ត៌មានអីជាដើមឃើញមានការណែនាំជាក់លាក់ហើយខ្ញុំឃើញថាដល់ជាលទ្ធផលចុងក្រោយឃើញការកត់សម្គាល់ការដាក់ទោសទណ្ឌឬចាប់ហ្នឹងក៏មានចំនួនមួយផ្សេងអញ្ចឹងអានេះជាការកត់សម្គាល់ខ្ញុំខ្លីៗរវាងការប៉ះទង្គិចគ្នាលើកទី1និងទី2រវាងប្រទេសកម្ពុជានិងប្រទេសសៀមហើយយើងឃើញលើកទី1មានកម្រិតដែរប៉ុន្តែការទទួលព័ត៌មានទូលំទូលាយដូចជាមានកម្រិតដែលធ្វើឲ្យអ្នកសារព័ត៌មានមួយចំនួនចូលទៅថតរូបអីជាដើមនោះមិនបានគិតហើយរងនៅផលជាអីជាដើមអញ្ចឹងជាការកត់សម្គាល់របស់ខ្ញុំថាលើកទី1ការផ្សព្វផ្សាយអំពីការកម្រិតសិទ្ធិហ្នឹងមើលទៅមិនបានទូលំទូលាយប៉ុន្តែលើកទី2នេះមានភាពទូលំទូលាយដែលសាធារណជនទូទៅអាចទទួលបានព័ត៌មានពីការកម្រិតសិទ្ធិជាពិសេសតាក់ទងជាមួយការផ្សព្វផ្សាយបាទកម្មវិធីវិភាគប្រចាំសប្តាហ៍គឺជាកម្មវិធីវិភាគអំពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមជាតិនិងអន្តរជាតិកម្មវិធីនេះមានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រវេលាម៉ោង 11 ដល់ម៉ោង 12 ថ្ងៃត្រង់តាមរយៈស្ថានីយ៍វិទ្យុ Sweet FM 93.25 នៅខេត្តកំពតនិងវិទ្យុ Sweet FM 100.5 នៅខេត្តកំពង់ចាមទាំងមានផ្សាយផ្ទាល់ជាវីដេអូតាមរយៈទំព័រ Facebook ដែលមានអាសយដ្ឋាន Cambodian Center for Human Rights និង Channel YouTube CCHR Cambodia ប្រសិនបើលោកអ្នកនាងចង់ចូលរួមបញ្ចេញមតិយោបល់ឬលើកជាសំណួរលោកអ្នកនាងអាចសរសេរតាមរយៈប្រអប់ comment ដែលកំពុងផ្សាយផ្ទាល់នេះឬហៅមកកាន់លេខទូរស័ព្ទ016 060 098 2017បាទសូមជម្រាបសួរលោកស្រីនៅពេលនេះកម្មវិធីវិភាគប្រចាំសប្តាហ៍យើងជជែកលើប្រធានបទចំនួនព្រំដែននៃការកម្រិតសិទ្ធិហើយនៅក្នុងកិច្ចពិភាក្សាលើប្រធានបទយើងនេះមានវាគ្មិនចំនួន2រូបគឺអាដាមវ៉ាន់ដាណាដែលជាសមាជិករបស់គណៈកម្មការសិទ្ធិមនុស្សហើយនិងអ្នកនាងស្រីសុធីវីដែលជានាយិកាអង្គការក្រមការងារដើម្បីដោះស្រាយទំនាស់ហើយមិញនេះយើងបានជជែកពិភាក្សាគ្នាពីតាក់ទងមួយចំនួនតាក់ទងជាមួយនឹង
ចំនួនហើយនឹងការកម្រិតសិទ្ធហើយយើងបានជជែកគ្នាអំពីមូលដ្ឋានក៏ដូចជាលក្ខខណ្ឌមួយចំនួនដើម្បីអាចកម្រិតសិទ្ធបានដោយដល់បានជម្រាបការពីយើងជជែកភាសាគ្នានៅរយៈពេលមុននេះបន្តិចនេះហើយឥឡូវនេះយើងបន្តជជែកភាសាគ្នាបន្ថែមទៀតតកតងជាមួយនឹងការកម្រិតសិទ្ធហើយនឹងចំនួនគ្នាដដែលនៅប្រធានបទយើងដែរហើយប្រធានបទបន្ទាប់គឺតកតងជាមួយសំណួរបន្ទាប់នេះគឺតកតងជាមួយថាតើការរក្សាតុល្យភាពរវាងសន្តិសុខជាតិនិងសិទ្ធិបុគ្គលយើងអាចធ្វើបានរបៀបម៉េចនៅក្នុងស្ថានភាពចំនួនតើយើងថាយើងរក្សាតុល្យភាពរបៀបម៉េចនៅក្នុងរវាងសន្តិសុខជាតិហើយនិងសិទ្ធិបុគ្គលអាយដាមតកតងជាមួយបញ្ហានេះបាទការរក្សាតុល្យភាពរវាងសន្តិសុខជាតិនិងសិទ្ធិបុគ្គលគឺជាកត្តាមួយបញ្ហាមួយដែលសំខាន់បំផុតនៅពេលដែលមានចំនួនកាត់ឡើងអញ្ចឹងដើម្បីរក្សាតុល្យភាពរវាងសន្តិសុខជាតិនិងសិទ្ធិបុគ្គលលុះត្រាយើងមានអ្វីជាកត្តាបាទដើម្បីមានកត្តាដើម្បីកុំឲ្យលំអៀងទៅខាងណាមួយទោះបីជាក្នុងស្ថានភាពនៃចំនួនបាទព្រំដែនបាទក្នុងស្ថានភាពសង្គ្រាមមួយស្ថានភាពអាសន្នច្បាប់អនុញ្ញាតឲ្យមានការកម្រិតសិទ្ធិក៏ដោយប៉ុន្តែរដ្ឋមិនត្រូវឆ្លៀតឱកាសហ្នឹងធ្វើដើម្បីយកឱកាសហ្នឹងកម្រិតសិទ្ធិបុគ្គលហួសហេតុពេកនោះឡើយអញ្ចឹងលុះត្រាតែមានអ្វីនៅកណ្ដាលអ្វីដែលនៅកណ្ដាលហ្នឹងហើយគឺជាដែលអាចរក្សាតុល្យភាពរវាងសន្តិសុខជាតិនិងសិទ្ធិបុគ្គលបានទី1គឺត្រូវមានគោលការណ៍ច្បាប់រដ្ឋត្រូវតែគោរពគោលការណ៍ច្បាប់បាទមានថាច្បាប់អនុញ្ញាតបានត្រឹមប៉ុណ្ណារដ្ឋត្រូវធ្វើតែប៉ុណ្្នឹងទី1គោរពគោលការណ៍ច្បាប់គឺអនុវត្តតាមគោលការណ៍ច្បាប់អាជ្ញាធរដែលមានសមត្ថកិច្ចត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ច្បាប់មិនត្រូវឲ្យហួសដែនកំណត់របស់ច្បាប់បានឡើយទី2ការកម្រិតសិទ្ធិត្រូវធ្វើកម្រិតសិទ្ធិក្នុងវិធានការដែលគេហៅថាចង្អៀតបំផុតបាទមិនត្រូវកម្រិតសិទ្ធិលក្ខណៈទូលំទូលាយនោះទេបាទអញ្ចឹងរដ្ឋត្រូវតែសិក្សាថាតើក្នុងកម្រិតណាបាទដែលរដ្ឋអាចកម្រិតសិទ្ធិបានបាទលងលក្ខណៈដែលចង្អៀតមិនមែនកម្រិតសិទ្ធិលងលក្ខណៈទូលំទូលាយនោះទេបាទទី2ទី3តកតងនឹងការកម្រិតសិទ្ធិនេះដើម្បីឲ្យមានតុល្យភាពលុះត្រាតែមានការឃ្លាំមើលបាទការឃ្លាំមើលហើយរដ្ឋត្រូវតែមានយន្តការមួយទៀតហៅបើកទទួលលើការតវ៉ាបាទការស្នើសុំបាទនៅពេលដែលរដ្ឋមានយន្តការនឹងហើយរដ្ឋត្រូវតែមានយន្តការមួយទៀតថាទទួលការស្នើសុំតវ៉ាយកទៅត្រួតពិនិត្យថាសមហេតុសមផលឬទេហើយរដ្ឋត្រូវមានហេតុផលឆ្លើយតបទៅវិញថាហេតុអ្វីបានតែកម្រិតសិទ្ធិក្នុងកម្រិតពេលនេះប៉ុណ្ណឹងហើយក្នុងរយៈពេលប៉ុណ្ណឹងបាទហើយទី4ចុងក្រោយគឺថាមានការត្រួតពិនិត្យនិងវិតម្លៃថាតើការកម្រិតសិទ្ធិនោះត្រឹមត្រូវឬទេហើយត្រូវបញ្ចប់នៅពេលណាបាទបាទអរគុណច្រើនអាយដាមអញ្ចឹងការកម្រិតសិទ្ធិមួយដើម្បីធានានៅតុល្យភាពរវាងសន្តិសុខជាតិនិងសិទ្ធិបុគ្គលត្រូវតែមានគោលការណ៍មួយជាកណ្ដាលមួយជាលក្ខដើម្បីអាចកម្រិតបានហើយការកម្រិតសិទ្ធិទៀតសោតក៏បើកឲ្យមានអ្នកដែលត្រូវបានសិទ្ធិរំលោភបំពានអាចធ្វើការប្តឹងតវ៉ាហើយមានតួអង្គមួយទៀតដើម្បីវាតម្លៃតើការកម្រិតនឹងមានភាពសមស្របជាមួយនឹងច្បាប់ដែរទេបាទអរគុណច្រើនអាយដាមបកមកអ្នកនាងសុធាវីវិញគេថាប្រសិនបើការកម្រិតសិទ្ធិអនុវត្តលើសកម្រិតចាំបាច់តើវាអាចបង្កផលប៉ះពាល់អ្វីខ្លះដល់សហេតុភាពសង្គមក៏ដូចជាទំនាក់ទំនងរវាងរដ្ឋនិងប្រជាពលរដ្ឋចាអរគុណច្រើនតកតងការកម្រិតសិទ្ធិជាក់ស្ដែងយើងឃើញថានៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាបានផ្ដល់សិទ្ធិពេញលេញច្រើននៅក្នុងការគោរពដល់សិទ្ធិមនុស្សបាទសិទ្ធិនៅក្នុងការរស់រានមានជីវិតសិទ្ធិនៅក្នុងការនិយាយស្ដីដើរហើរទទួលព័ត៌មានឬក៏ផ្សព្វផ្សាយព័ត៌មានអីផ្សេងហ្នឹងចាអញ្ចឹងសិទ្ធិទាំងអស់ហ្នឹងខ្ញុំគិតថាបុគ្គលម្នាក់គឺគាត់មានប៉ុន្តែតកតងនឹងសន្តិសុខចិត្តយើងអត់ដឹងថាតើផ្នែកណាមួយដែលទៅលើសន្តិសុខជាតិខ្លះដែលគួរត្រូវកម្រិតណាចាកន្លងមកយើងឃើញថាការចាប់ចងឬក៏ការអីហ្នឹងតែងតែលើកមកថាពាក់ព័ន្ធទៅនឹងសន្តិសុខជាតិឬក៏តកតងទៅនឹងប៉ះពាល់ទៅដល់ជាតិអីជាដើមចាប៉ុន្តែ
គួរតែមានការបកស្រាយមួយដែលជាក់លាក់ពាក់ព័ន្ធទៅនឹងអ្វីដែលចង់ផ្ដោតទៅលើសន្តិសុខទៀតឧទាហរណ៍ដូចការរីកាអំពីស្ថានភាពកងទ័ពទីតាំងអីហ្នឹងចាទៅដល់គូបដិបកហ្នឹងចាអាហ្នឹងបានយើងចូលឬក៏មានកម្រិតអីដែលត្រូវមានការបង្ហាញឬក៏ការណែនាំនៅក្នុងការកម្រិតថាតើសន្តិសុខជាតិហ្នឹងយោងទៅលើចំណុចអីខ្លះចាពីព្រោះជាទូទៅនៅពេលដែលយើងនិយាយអំពីការអនុវត្តសិទ្ធិវាសំខាន់ណាស់ព្រោះគាត់ពេលដែលគាត់ជនរងគ្រោះឬក៏អ្នកដែលគាត់ឬក៏ទូនាទីអ្នកសារព័ត៌មានឬក៏អ្នកសារព័ត៌មានសហគមន៍គាត់ចង់ចែករំលែកអ្វីដែលគាត់ជួបប្រទះដើម្បីឲ្យគេដឹងគេឮគេឃើញគេការពារគេទប់ស្កាត់ឬក៏មានការអន្តរាគមន៍ពីខាងណាមួយអញ្ចឹងវាជារឿងចាំបាច់នៅក្នុងការចូលរួមចំណែកទៅលើការប្រើប្រាស់សិទ្ធិរបស់ផងគាត់អញ្ចឹងគាត់អាចបញ្ចេញមតិគាត់អាចលើកឡើងអំពីបញ្ហាជាកង្វល់គាត់អាចលើកឡើងអំពីការរិះគន់បែបអភិវឌ្ឍនៅក្នុងដំណើរការរៀបចំគ្រប់គ្រងរដ្ឋមួយឬក៏សហគមន៍មួយហ្នឹងដើម្បីឲ្យវាមានភាពប្រសើរឡើងអញ្ចឹងនៅក្នុងការគម្រិតសិទ្ធិហ្នឹងគឺត្រូវចាំបាច់មានការអប់រំដល់គាត់ឲ្យគាត់យល់ដឹងថាតើសិទ្ធិត្រង់ណាដែលគាត់មិនអាចធ្វើបានហើយសិទ្ធិចំណុចណាខ្លះដែលគាត់គួរតែធ្វើបានចាព្រោះកន្លងមកគាត់បញ្ចេញមតិអំពីលើកឡើងអំពីស្ថានភាពរបស់គាត់វាលំបាកវាមានការខ្វះខាតវាអត់ទទួលបាននៅសិទ្ធិរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរឬក៏យើងហៅយុត្តិធម៌ហ្នឹងយើងហៅគាត់ត្រូវបានគេគំរាមកំហែងឬក៏ណែនាំកុំឲ្យគាត់នឹងនិយាយឈប់និយាយចាប៉ុន្តែគាត់ជាជនរងគ្រោះបាទអញ្ចឹងបើសិនជាអាជ្ញាធរមូលដ្ឋានឬក៏អាជ្ញាធរអត់ដោះស្រាយជូនគាត់តើគាត់ទៅនិយាយជាមួយនរណាចាអញ្ចឹងអ្វីដែលគាត់លើកឡើងតាមបណ្ដាញសង្គមឬក៏អីហ្នឹងនៅពេលដែលឮដឹងហើយអាជ្ញាធរអ្នកគ្រប់គ្រងអ្នករៀបចំតាមមូលដ្ឋានហ្នឹងគួរយកចិត្តទុកដាក់ឆ្លើយតបទៅគាត់តាមអ្វីដែលគាត់គិតថាអាចធ្វើបានចាហើយជៀសវាងការចាប់ចងការសម្លុតគម្រាមកំហែងអីហ្នឹងខ្ញុំគិតថាពេលខ្លះគ្រាន់តែគាត់និយាយរឿងពីបញ្ហាទុកវេទនាការលក់ផលិតផលប្រមូលផលិតផលរបស់គាត់អត់បានឬក៏ការដើរលក់តាមសហគមន៍ឬក៏អនឡាញហ្នឹងត្រូវបានគេហាមឃាត់ដែរអាហ្នឹងវាជាបញ្ហាតាក់ទងទៅនឹងការរឹតបន្តឹងទៅលើសិទ្ធិក្នុងការរស់រានរបស់គាត់ចាអញ្ចឹងការកម្រិតសិទ្ធិនេះគួរតែមានការណែនាំច្បាស់លាស់ហើយវាចាំបាច់សម្រាប់អាជ្ញាធរមូលដ្ឋានយល់ដឹងអំពីកាតព្វកិច្ចនិងមុខងាររបស់គាត់នៅក្នុងការផ្សព្វផ្សាយជូនប្រជាពលរដ្ឋហើយប្រជាពលរដ្ឋយល់អំពីសិទ្ធិគាត់ហើយធ្វើការឆ្លើយតបចូលរួមប្រកបដោយសន្តិវិធីនៅក្នុងដំណើរការអនុវត្តសិទ្ធិរបស់ខ្លួនចា៎បាទអាដាមបាទសូមអរគុណបាទក៏ជាមិនល្អទេសម្រាប់ប្រទេសណាមួយផ្សេងឧទាហរណ៍បាទចាអរគុណនៅសំណួរជាក់ស្ដែងការចរចាជាផ្នែកមួយនៅក្នុងការអន្តរាគមន៍ទៅលើទំនាស់វាជាយន្តការមួយដែលក្នុងចំណោមយន្តការដទៃផ្សេងទៀតនៅក្នុងដំណើរការអន្តរាគមន៍ឬក៏ដំណើរការដោះស្រាយទំនាស់ហ្នឹងហើយខ្ញុំគិតថាវាជារឿងល្អដែលរាជរដ្ឋាភិបាលព្យាយាមស្វែងរកកិច្ចចរចាទ្វេភាគីក៏ដូចជាអន្តរជាតិហ្នឹងនៅក្នុងការធ្វើឲ្យមានបទឈប់បាញ់គ្នាហ្នឹងចាប៉ុន្តែការចរចាអាចដំណើរការទៅបានដោយរលូនលក្ខណៈភាគីទំនាស់ទាំងសងខាងហ្នឹងមានចិត្តចង់ដោះស្រាយទាំងអស់គ្នាចាប៉ុន្តែបើភាគីទំនាស់ណាមួយអត់ចង់មានចិត្តថាដោះស្រាយដោយសុទ្ធចិត្តទេដោយស្មោះស្ម័គ្រទេអញ្ចឹងការចរចាហ្នឹងអាចឈានទៅរកការចរចាមួយប្រកបដោយវិធីសាស្ត្របែបឈ្នះឈ្នះទេអញ្ចឹងនៅក្នុងការចរចាវាទាមទារឲ្យមានគោលបំណងទាំងសងខាងដើម្បីឲ្យមានចិត្តមួយឬក៏ឆន្ទៈមួយនៅក្នុងការដោះស្រាយចាមានគោលបំណងនៅក្នុងការឈប់បាញ់ចាប៉ុន្តែបើសិនគេប្រើប្រាស់គេអត់ចង់ទេហើយគេចង់ប្រើប្រាស់ការប្រយុទ្ធបាញ់គ្នាដើម្បីផលប្រយោជន៍ណាមួយអញ្ចឹងវាជារឿងមួយទៀតដោយឡែកប៉ុន្តែយន្តការចរចាគឺជាផ្នែកមួយនៅក្នុងដំណើរការអន្តរាគមន៍ឬក៏ដោះស្រាយទំនាស់ហ្នឹងប្រសើរបំផុតដែលគ្រប់
ពិភពលោកដែលមានបញ្ហាសង្គ្រាមហ្នឹងតែងតែប្រើប្រាស់វិធីសាស្ត្រចរចាហ្នឹង បាទ យកមកអនុវត្តហើយក៏ដូចជានៅប្រទេសកម្ពុជាយើងការមុនឆ្នាំ91នៅពេលដែលយើងចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហ្នឹងយើងសង្កេតថាដំណើរការចរចាហ្នឹងគឺមានរយៈពេលហ្នឹងច្រើនមែនតើការចរចារវាងបុគ្គលនិងបុគ្គលក៏ដូចជាការចរចារវាងប្រទេសដទៃផ្សេងទៀតនៅក្នុងការធ្វើការអង្កេតការឃ្លាំមើលឬក៏ផ្ដល់នៅការអន្តរាគមន៍ផ្សេងដើម្បីឲ្យជាជំរឿសសម្រាប់ឲ្យការចរចាហ្នឹងអាចដំណើរការទៅបានដោយរលូនអញ្ចឹងវិធីសាស្ត្រនៅក្នុងការចរចាវាជារឿងមួយល្អនៅក្នុងក្របខ័ណ្ឌនៅក្នុងការអន្តរាគមន៍ទំនាស់ប៉ុន្តែទាមទារឲ្យភាគីទាំងសងខាងមានឆន្ទៈនៅក្នុងការដោះស្រាយប្រកបដោយសន្តិវិធីនិងសន្តិចិត្តចា៎ ប៉ុន្តែយើងบอกវិញថាតើឧទាហរណ៍ថាភាគីម្ខាងទៀតប្រើការចរចាដើម្បីជាអូសបន្លាយពេលវេលាភាគីម្ខាងទៀតមានឆន្ទៈក្នុងការចរចាដើម្បីបញ្ចប់រឿងតើវិធីសាស្ត្រចរចានៅតែមានប្រសិទ្ធភាពឬក៏វិធីសាស្ត្រណាដែលវាអាចមានប្រសើរជាងវិធីសាស្ត្រទាំងមួយនេះចាយ៉ាងហើយដំណើរការចរចាវាត្រូវតែមានទោះបីជាភាគីផ្សេងទៀតគាត់ចង់ពជាពេលក៏ដោយប៉ុន្តែយ៉ាងហើយវាជាវិធីសាស្ត្រមួយដ៏ល្អនៅក្នុងការដែលភាគីទំនាស់ហ្នឹងចូលមកដើម្បីពិភាក្សាគ្នាហើយដូចខ្ញុំបានលើកឡើងពីខាងដើមអញ្ចឹងការចរចាប្រកបដោយសន្តិចិត្តនៅក្នុងការចង់បានសន្តិភាពពិតមិនមានសង្គ្រាមហ្នឹងវាជារឿងមួយដែលល្អណាតែវាពិបាកនៅក្នុងដំណើរការចរចានៅពេលដែលភាគីម្ខាងទៀតបានប្រើប្រាស់ការចរចាហ្នឹងទៅជារឿងមួយផ្សេងទៀតឬក៏ការពជាពេលដូចលើកឡើងដូចអ្នកសម្របសម្រួលបានលើកឡើងអញ្ចឹងវាជាបញ្ហាដែលធ្វើឲ្យដំណើរការសន្តិភាពឬក៏ការបោះឈប់បាញ់ហ្នឹងมันអាចទៅដោយរលូនទេអញ្ចឹងវាអត់ស្ថិតនៅក្នុងការដែលចរចាដើម្បីបានសន្តិភាពពិតឬក៏ដោយសន្តិចិត្តទេអញ្ចឹងបាទខ្ញុំលើកឡើងថាការចរចាត្រូវតែមានគោលបំណងទាំងសងខាងត្រូវតែមានចិត្តចង់ដោះស្រាយដោយសន្តិចិត្តចង់បានសន្តិភាពពិតអត់មានការប្រើល្បិចកិច្ចកលអីផ្សេងក្រៅពីការចង់បានសន្តិភាពទេបាទអរគុណច្រើននៅនេះសុទ្ធវីអាយដាមមានអីបន្ថែមទៅមួយបាទតើតងនឹងចំណុចនេះបងប្អូនបានដឹងថាប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញឲ្យថានៅពេលមានសង្គ្រាមកើតឡើងបាទការប្រើប្រាស់សង្គ្រាមដើម្បីដោះស្រាយបញ្ហាដោះស្រាយចំនួនបាទនឹងផ្ដល់ផលប៉ះធ្ងន់ធ្ងរណាស់បាទដល់មនុស្សជាតិបាទការបាត់បង់អាយុជីវិតខូចទ្រព្យសម្បត្តិហើយនឹងការហៅថាទំនុកចិត្តរវាងគ្នានឹងគ្នាបាទមានលក្ខណៈប៉ះពាល់ធ្ងន់ធ្ងរយូរអង្វែងមែនតើឧទាហរណ៍ដូចចាស់ស្ដែងដូចចំនួនរវាងកម្ពុជានិងថៃនេះបាទទោះបីថាពេលដែលយើងមានកិច្ចព្រមព្រៀងណាមួយបញ្ចប់សង្គ្រាមដោយបរិបូរដោយសន្តិវិធីក៏ដោយខ្ញុំគិតថាផ្នត់ការជឿចាប់របស់ប្រជាពលរដ្ឋខ្មែរក៏នៅមានយូរអង្វែងទៀតបាទมันនឹងបញ្ចប់នៅទេបាទមិនងាយបញ្ចប់នៅទេអញ្ចឹងមានតែថាការចរចានៅទេទើបអាចយន្តការនៃការចរចាប៉ុណ្ណោះដែលអាចជួយកសាងទំនាក់ទំនងល្អរវាងគ្នានឹងគ្នាកសាងទំនុកចិត្តរវាងគ្នានឹងគ្នាការចរចាជាយន្តការមួយជួយលើកកម្ពស់និងការពារសិទ្ធិមនុស្សបាទកាលណាមានសង្គ្រាមកាត់ឡើងកុំនិយាយឡើយថាសេរីភាពនៃកម្មវិធីសេរីភាពនៃការដើរហើរសម្បីសិទ្ធិនៃរស់នៅជីវិតក៏មិនធានាថានឹងគង់វង្សផងដែរអញ្ចឹងមានតែការចរចាប៉ុណ្ណោះទេដែលអាចជួយលើកកម្ពស់និងការពារសិទ្ធិមនុស្សបានហើយការចរចាវាផ្ដល់ប្រយោជន៍ជាច្រើនដូចជាការពារជីវិតទ្រព្យសម្បត្តិបាទលើកកម្ពស់បាទការគោរពច្បាប់អន្តរជាតិមានថានៅពេលដែលយើងយកយន្តការនៃការចរចាព្រោះយន្តការនៃការចរចាជាយន្តការដោះស្រាយចំនួនមួយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិបាទអញ្ចឹងការចរចាជាយន្តការដំបូងរវាងភាគីទាំងសងខាងគាត់មិននិយាយគ្នាដើម្បីបញ្ចប់សង្គ្រាមអញ្ចឹងបើសិនជាការចរចាមិនអាចធ្វើទៅបានព្រោះការចរចាអាចធ្វើទៅបានលុះត្រាតែមានស្នូលអ្វីមួយបង្អែកតែមានចំណុចកណ្ដាលមួយដែលភាគីទាំងសងខាងហ្នឹងគាត់ឯកភាពគ្នាដើម្បីយកចំណុចគោលការណ៍ហ្នឹងយកមកដោះស្រាយមួយក៏មកដាក់លើតុនៃការចរចាបានបើសិនជាភាគីទាំងពីរគាត់អត់ឯកភាពគ្នាទេក្នុងការមានអ្វីជាចំណុចកណ្ដាលមួយក៏ស្នូលបង្អែកដើម្បីក្នុងការចរចានោះទេទៅច្បាប់អន្តរជាតិគេបង្កើតឲ្យមានយន្តការបន្តទៀតដូចជាការយន្តការនៅអង្គការសហប្រជាជាតិការប្តឹងទៅតុលាការអន្តរជាតិ
និងយន្តការនានាផ្សេងទៀតដែលលើសពីយន្តការនៃការចរចានេះអញ្ចឹងខ្ញុំយល់ឃើញថានៅខ្ញុំនៅឯកភាពជាមួយលោកស្រីសុធាវីចំពោះសារៈប្រយោជន៍នៃការចរចាបាទហើយយើងមិនអាចយកសង្គ្រាមទៅបញ្ចប់ចំនួនបានឡើយមានតែការចរចាឡើយដោះស្រាយចំនួនដោយសន្តិភាពប៉ុណ្ណោះទើបអាចជួយកសាងទំនុកចិត្តរវាងគ្នាជួយការពារអាយុជីវិតនិងការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋបាទអរគុណបាទអរគុណច្រើនឯកឧត្តមយើងបកវិញតាក់ទងជាមួយនឹងការចរចាក៏ដូចជាយើងឃើញអំពីជំហររបស់រដ្ឋាភិបាលកម្ពុជាជាពិសេសតាមរយៈមើលតាមប្រព័ន្ធបណ្ដាញសង្គមក៏ដូចជានេះផ្សេងៗយើងឃើញថាជំហរកម្ពុជាគឺការចរចាដើម្បីបញ្ចប់ដោះស្រាយហើយដែលពឹងទៅលើឯកសារគតិយុត្តមួយចំនួនទាំងដែលយើងឃើញមានព័ត៌មានមួយចំនួនផ្សព្វផ្សាយតាក់ទងជាមួយការកម្ពុជាស្នើសុំឯកសារមួយចំនួនពីប្រទេសបារាំងជាដើមហើយក្នុងនោះឃើញប្រទេសថៃឃើញសារព័ត៌មានថាប្រទេសថៃក៏ស្នើសុំឯកសារផងដែរពីប្រទេសបារាំងតាក់ទងជាមួយនឹងកិច្ចព្រមព្រៀងឬអីផ្សេងនៅក្នុងនេះតើទាំងអស់នេះអាចបង្ហាញពីភាពប្រទេសកម្ពុជាយើងមើលឃើញមានចំហក្នុងការចរចាដើម្បីបញ្ចប់រឿងប៉ុន្តែប្រទេសថៃឃើញជាការកត់សម្គាល់មានលើកឡើងពីការចរចាហើយក៏មានពជាអីជាដើមទាំងអស់នេះយើងមិនជាក់លាក់ថាតើប្រទេសថៃមានគោលចំហថានឹងចរចាបញ្ចប់រឿងឲ្យឆាប់តាមទៅអាចទៅបានឬក៏យ៉ាងណានោះទេជាប់ជាមួយនឹងបញ្ហានឹងដដែលជាមួយនឹងការចរចានឹងប្រទេសថៃហើយយើងក៏មិនដឹងថាប្រទេសថៃមានចេតនាក្នុងការចរចាដើម្បីបញ្ចប់រឿងឬយ៉ាងណានោះប៉ុន្តែយើងឃើញក៏ពុំមានការវិវត្តមួយចុងក្រោយតាក់ទងជាមួយនឹងប្រទេសថៃក្នុងការចូលរួមក្នុងការដោះស្រាយប៉ុន្តែយើងមិនដឹងថាពិសាលភាពនោះបាននៅក្នុងកម្រិតណាមួយទេដោយសារហ្នឹងហើយដូចមានប៉ុណ្ណេះហើយដោយសារពេលវេលាយើងជិតដល់ទីបញ្ចប់ផងដែរហើយបងមានជាអនុសាសន៍ឬជាមតិយោបល់អីចុងក្រោយបងចាអរគុណច្រើនការចរចាជារឿងល្អហើយការប្រើប្រាស់សិទ្ធិឬក៏ការកម្រិតសិទ្ធិហ្នឹងក៏នៅតែមានដែរប៉ុន្តែនៅពេលដែលយើងនិយាយអំពីនីតិរដ្ឋប្រទេសដែលមានច្បាប់យើងមើលថាតើការខូចខាតទំហំការខូចខាតហ្នឹងយើងមានការសិក្សាច្បាស់លាស់ទេហើយជាពិសេសនៅតាមសហគមន៍មូលដ្ឋានភូមិឃុំដែលគាត់រងគ្រោះហ្នឹងថាតើគាត់មានការគ្រប់គ្រងទៅលើយើងហៅថាប្លង់ដីប្លង់អីច្បាស់លាស់ទេសម្រាប់ប្រជាជនទាំងអស់ហ្នឹងហើយតើយន្តការនៅក្នុងការប្តឹងបើសិនយើងមានប្លង់ដីជាក់លាក់ឬក៏ទីតាំងជាក់លាក់ដែលបង្ហាញអំពីផលប៉ះពាល់នៃសង្គ្រាមហ្នឹងអញ្ចឹងលទ្ធផលនៃការដាក់ពាក្យបណ្ដឹងហ្នឹងវាមានភាពច្បាស់លាស់មានភ័ស្តុតាងមានអំណះអំណាងជាក់លាក់ដែលមានសង្ឃឹមហ្នឹងខ្ពស់ប៉ុន្តែបើសិនយើងមើលទៅតាមមូលដ្ឋានប្លង់ឬក៏ដីផ្ទះប្រជាពលរដ្ឋមិនដឹងនៅណានៅណីយើងអត់មានភាពច្បាស់លាស់នៅក្នុងការកំណត់ទៅលើដែនដីរបស់គាត់ផ្ទះរបស់គាត់ទីតាំងរបស់គាត់ទេអញ្ចឹងវាជារឿងមួយដែលលំបាកហើយដែលយន្តការពង្រឹងទៅលើដំណើរការគិតគូរទៅលើប្រជាពលរដ្ឋផ្ដល់ប្លង់ដីប្លង់អីជាក់លាក់ហ្នឹងគួរតែត្រូវបានអនុវត្តនឹងធ្វើចែកជូនដល់ប្រជាពលរដ្ឋប្រកបដោយតម្លាភាពនិងដោយភាពត្រឹមត្រូវដោយมันមានភាពលំអៀងនៅក្នុងកិច្ចការងារហ្នឹងចា៎បាទអរគុណច្រើនអេតបាទសម្រាប់អនុសាសន៍របស់ខ្ញុំចំពោះប្រធានបទនេះទីមួយខ្ញុំសូមស្នើសុំដល់អាជ្ញាធរពាក់ព័ន្ធដែលអនុវត្តច្បាប់សូមអនុវត្តច្បាប់ដោយគោរពតាមគោលការណ៍ច្បាប់ណែនាំឲ្យបានត្រឹមត្រូវបំផុតបាទចំពោះប្រជាពលរដ្ឋសូមប្រើប្រាស់សិទ្ធិរបស់ខ្លួនដោយគោរពតាមគោលការណ៍ច្បាប់មានថាត្រូវគោរពតាមការណែនាំរបស់រដ្ឋរដ្ឋាភិបាលនិងគោរពសិទ្ធិរបស់អ្នកដទៃបាទការប្រើសិទ្ធិដោយមានទំនួលខុសត្រូវចំពោះសង្គមស៊ីវិលអង្គការសង្គមស៊ីវិលសូមស្នើសុំឲ្យអង្គការសង្គមស៊ីវិលជួយបន្ថែមទៀតទាក់ទងនឹងការផ្សព្វផ្សាយការប្រើប្រាស់សិទ្ធិដូចជាទូនីតិភារកិច្ចរបស់អាជ្ញាធរក្នុងការអនុវត្តច្បាប់បាទហើយបានទំនុំទលីហើយជួយអប់រំប្រជាពលរដ្ឋបន្ថែមទៀតទាក់ទងនឹងការប្រើប្រាស់សិទ្ធិនេះផងដែរបាទបាទអរគុណច្រើនដោយសារពេលវេលាយើងដល់ឈានដល់ទីបញ្ចប់ខ្ញុំបាទសូមថ្លែងអំណរគុណដល់វិក្កាមទាំងពីររូបដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងកម្មវិធីយើងនៅវេលាព្រឹកនេះហើយអរគុណដល់ប្រិយមិត្តដែលបានតាមដានស្ដាប់និងទស្សនាកម្មវិធីយើងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយសូមខន្តីអភ័យទោសចំពោះកំហុសកើតឡើងដោយអចេតនាក្នុងកិច្ចពិភាក្សានេះផងដែរហើយជួបគ្នាក្នុងឱកាសក្រោយតាមពេលវេលានៅម៉ោងដដែលនៅពេលនេះខ្ញុំបាទ
រួមទាំងវេក្មិនទាំងពីររូបនៅសហការីទាំងអស់សូមអរគុណនិងសូមជម្រាបលាបាទ កម្មវិធីវិភាគប្រចាំសប្តាហ៍ គឺជាកម្មវិធីវិភាគអំពីព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមជាតិនិងអន្តរជាតិកម្មវិធីនេះមានផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសុក្រវេលាម៉ោង 11 ដល់ម៉ោង 12 ថ្ងៃត្រង់ តាមរយៈស្ថានីយ៍វិទ្យុ Sweet FM 93.25 នៅខេត្តកំពត និងវិទ្យុ Sweet FM 100.5 នៅខេត្តកំពង់ចាម ទាំងមានផ្សាយផ្ទាល់ជាវីដេអូតាមរយៈទំព័រ Facebook ដែលមានអាសយដ្ឋាន Cambodian Center for Human Rights និង Channel YouTube CCHR Cambodia ប្រសិនបើលោកអ្នកនាងចង់ចូលរួមបញ្ចេញមតិយោបល់ឬលើកជាសំណួរលោកអ្នកនាងអាចសរសេរតាមរយៈប្រអប់ comment ដែលកំពុងផ្សាយផ្ទាល់នេះឬហៅមកកាន់លេខទូរស័ព្ទ 016 060 098 20 20 17